បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាលាបឋមសិក្សាពីមក្របពួកយើងបានបន្តដំណើរទៅកាន់សាលាបឋមសិក្សាពូបឹងដែលអ្នកជិះឡាននិងជិះម៉ូតូចូលព្រៃភាគច្រើនស្គាល់ថាឆៃរៀបពួកយើងបានស្គាល់ទីកន្លែងនេះប្រមាណជាង10ឆ្នាំមកហើយឆៃរៀបគឺជាចំណុចសំខាន់មួយនៃតំបន់អេកូទេសចរក្នុងស្រុកស្រែអំបិលប្រសិនបើអ្នកធ្វើដំណើរពីជីផាតទៅគិរីរម្យឬក៏ពីគិរីរម្យមកស្ទឹងពពកឬក៏ពីភ្នំពពកទៅជីផាតអ្នកធ្វើដំណើរភាគច្រើនតែងតែមកឈប់សម្រាកនៅទីនេះពីមុនឆៃរៀបគឺជាក្តីសង្ឃឹមរបស់អ្នកជិះឡាននិងជិះម៉ូតូចូលព្រៃព្រោះនៅពេលមកដល់ទីនេះពួកគេមិនខ្វះកន្លែងស្នាក់នៅនិងម្ហូបអាហារឡើយប៉ុន្តែសប្តាហ៍ថ្ងៃឆៃរៀបបានផ្លាស់ប្ដូរហើយវាបានផ្លាស់ប្ដូរពីក្តីសង្ឃឹមរបស់អ្នកផ្សងព្រេងមកជាក្តីសង្ឃឹមរបស់កុមារនិងប្រជាពលរដ្ឋក្នុងសហគមន៍ការផ្លាស់ប្ដូរនេះកើតឡើងដោយសារការអភិវឌ្ឍផ្លូវថ្នល់ស្ពាននិងការចូលរួមពីសប្បុរសជនជាច្រើនដែលបានចូលរួមលើកស្ទួយរាល់ការរស់នៅរបស់ប្រជាជននៅក្នុងតំបន់ជាមួយគ្នានេះឆៃរៀបក៏មានតំបន់ទេសចរធម្មជាតិទាក់ទាញជាច្រើនដូចជាឆាយខ្សែភ្លើងឆាយភ្នំខ្សាច់ទួលថ្មបង្ហៀខ្នងភាំងល្អាងគ្រីនិងគោលដៅធម្មជាតិជាច្រើនទៀតក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះឆៃរៀបជាពិសេសសាលាបឋមសិក្សាពូបឹងមានការអភិវឌ្ឍយ៉ាងគួរឲ្យកត់សម្គាល់បន្ទាប់ពីស្ពានឆៃរៀបត្រូវបានសាងសង់រួចលើកនេះពួកយើងបានវិលត្រឡប់មកសាលាបឋមសិក្សាពូបឹងម្ដងទៀតជាមួយនឹងអំណោយពីសប្បុរសជនជាច្រើនដើម្បីចែកជូនដល់សិស្សចំនួន216នាក់ក្នុងនោះសម្ភារៈសិក្សាមានកាបូបប៊ិចសៀវភៅខ្មៅដៃ140ឈុតជាអំណោយពីក្រុមរថយន្ត FTC 50ឈុតទៀតជាអំណោយពីលោកពូសុកស៊ីផាណានិងអ្នកមីង Qmili 27ឈុតជាអំណោយពីសប្បុរសជនក្នុងក្លឹបម៉ូតូ BMW ជាពិសេសទៀតសមាគមក្តីស្រឡាញ់និងសាមគ្គីភាពដើម្បីកម្ពុជាដែលជាសមាគមរបស់អំពូមីងបងប្អូនខ្មែរនៅស្រុកបារាំងបានឧបត្ថម្ភប្រព័ន្ធសូឡានិងម៉ូទ័របូមទឹកកម្លាំងពិសេសដែលមានតម្លៃសរុបប្រមាណ$1,100ដោយឡែកក្លឹបម៉ូតូ BMW ក៏បានចូលរួមឧបត្ថម្ភក្នុងការកសាងជើងស៊ីតែនទឹកដែលមានតម្លៃប្រមាណ$500បន្ថែមពីនេះទៀតលោក PK កែវតាមរយៈក្រុម FTC បានឧបត្ថម្ភថ្នាំដុសធ្មេញពពកខណៈដែល Mall Shop បានឧបត្ថម្ភដបទឹកជូនដល់លោកគ្រូអ្នកគ្រូនៅសាលាផងដែរបន្ទាប់ពីចែកអំណោយជូនដល់ក្មួយៗពួកយើងបានសំណេះសំណាលនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនក្នុងសហគមន៍ក្នុងឱកាសនោះដែរពួកយើងបានសង្កេតឃើញថាថ្នាក់រៀនមួយចំនួននៅខ្វះតុគ្រូនិងក្តារខៀនដោយមិនបង្អង់យូរមិត្តរួមដំណើររបស់យើងបានចូលរួមបរិច្ចាគបន្ថែមភ្លាមៗដើម្បីជួយបំពេញការខ្វះខាតទាំងនោះគឺថាគ្មានតុមានក្តារខៀនអញ្ចឹងខ្ញុំអរគុណបងអរគុណអ្នកគ្រូបងសំខាន់ឲ្យក្មេងៗរៀនបានចប់គ្រប់គ្នានេះគឺជាភាពស្រស់ស្អាតនៃការធ្វើដំណើរពេលខ្លះយើងចេញដំណើរដោយមិនមានផែនការមួយប៉ុន្តែពេលទៅដល់កន្លែងជាក់ស្ដែងយើងអាចមើលឃើញតម្រូវការផ្សេងៗទៀតដែលត្រូវការជួយជ្រោមជ្រែងពីមនុស្សគ្រប់គ្នានៅពេលដែលពួកយើងរៀបចំចាកចេញពីសាលាស្នាមញញឹមនិងកែវភ្នែកភ្លឺថ្លារបស់ក្មួយៗនៅតែស្ថិតក្នុងចិត្តរបស់ពួកយើងគ្រប់គ្នាអំណោយដែលយើងនាំយកមកថ្ងៃនេះប្រហែលជាមិនមែនជារបស់មានតម្លៃធំធេងសម្រាប់អ្នកខ្លះទេប៉ុន្តែសម្រាប់កុមារនៅទីនេះវាអាចជាសៀវភៅដំបូងសម្រាប់សរសេរក្តីសម័យវាអាចជាកាបូបសិក្សាដែលជួយឲ្យពួកគេទៅសាលាបានដោយមោទនភាពហើយវាក៏ជាកម្លាំងចិត្តមួយដែលប្រាប់ពួកគេថានៅមានមនុស្សជាច្រើនដែលនឹកឃើញនិងយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេការអភិវឌ្ឍសហគមន៍មិនមែនកើតឡើងដោយសារតែមនុស្សម្នាក់ឬអង្គការមួយឡើយវាកើតចេញពីទឹកចិត្តល្អៗជាច្រើនដែលរួមគ្នាបន្តិចម្ដងរហូតក្លាយជាកម្លាំងដ៏ធំមួយដោយដែលយើងបានឃើញនៅឆៃរៀបទីកន្លែងដែលធ្លាប់ជាក្តីសង្ឃឹមរបស់អ្នកធ្វើដំណើរចូលព្រៃបានប្រែក្លាយជាក្តីសង្ឃឹមរបស់កុមារនិងប្រជាពលរដ្ឋក្នុងសហគមន៍ពួកយើងជឿជាក់ថាកាបូបសិក្សានីមួយៗរាល់សៀវភៅមួយក្បាលគ្រប់ដំណក់ទឹកដែលហូរចេញពីប្រព័ន្ធទឹកថ្មីនិងគ្រប់ការចូលរួមរបស់សប្បុរសជនទាំងអស់នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់កុមារនៅទីនេះនៅថ្ងៃណាមួយកុមារម្នាក់ក្នុងចំណោមពួកគេអាចនឹងក្លាយជាគ្រូបង្រៀនវិជ្ជបណ្ឌិតវិស្វករអ្នកអភិរក្សធម្មជាតិឬអ្នកដឹកនាំសហគមន៍ដែលនឹងត្រឡប់មកអភិវឌ្ឍភូមិកំណើតរបស់ខ្លួនវិញហើយប្រសិនបើអំណោយតូចមួយរបស់យើងនៅថ្ងៃនេះអាចជួយឲ្យក្តីសម័យមួយក្នុងចំណោមក្តីសម័យទាំងនោះក្លាយជាការពិតនោះដំណើររបស់ពួកយើងពិតជាមានន័យខ្លាំងណាស់ដំណើររបស់យើងនៅតែបន្តស្គាល់ធម្មជាតិបន្តភ្ជាប់សហគមន៍បន្តគ្រប់គ្រងការអប់រំនិងបន្តចែករំលែកក្តីសង្ឃឹមទៅកាន់កុមារកម្ពុជាចូលព្រៃដើម្បីស្គាល់ធម្មជាតិធ្វើដំណើរដើម្បីស្គាល់សហគមន៍និងចែករំលែកដើម្បីកសាងអនាគតកុមារអរគុណបងប្អូនដែលទស្សនាវីដេអូនេះពីដើមដល់ចប់សូមកុំភ្លេចជួយ follow page ចុច like និងជួយចែករំលែកផងបាទជម្រាបលា